សួស្តីអ្នកទាំងអស់គ្នាសូមចាស្វាគមន៍ជាថ្មីមកកាន់ channel របស់ខ្ញុំហើយនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងធ្វើការណែនាំអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការកំណត់បើកប្រើប្រាស់នៅសេវា 5G ដែលបានបើកដំណើរការនៅលើប្រទេសកម្ពុជារបស់យើងទាំង Smart Cell Card ហើយនិង Smartphone ទាំង3ប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញនិងតំបន់មួយចំនួនដែលកំពុងតែដំណើរការកាលពីថ្ងៃទី1 ខែ 1 ឆ្នាំ 2026 នៅក្នុងម៉ោង 00 រំលងអាត្រៀតហ្នឹងអញ្ចឹងអ្នកខ្លះក៏គាត់ដឹងហើយអ្នកខ្លះក៏គាត់មិនទាន់ដឹងដូចវីដេអូមុនខ្ញុំបានធ្វើពីរបៀបបើកនៅលើនឹងកំណត់នៅលើទូរស័ព្ទដៃប្រភេទ Android អញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងធ្វើនៅលើប្រភេទ iOS ម្ដងអញ្ចឹងដើម្បីអាចធ្វើការកំណត់បានឬមួយក៏អាចចូលទៅមើលបានថាទូរស័ព្ទយើងអាច support 4G ឬក៏អត់អ្នកទាំងអស់គ្នាសូមចូលមកកាន់ setting យើងចូលមកកាន់ setting ទូរស័ព្ទរបស់យើងបន្ទាប់មកយើងយកពាក្យនេះCellular ហ្នឹងអ្នកនរគ្នាចូលក្នុងហ្នឹងមកហើយបន្ទាប់មកអ្នកនរគ្នាអូសមកក្រោមមកដោយទូរស័ព្ទរបស់ខ្ញុំនេះយើងអាចដាក់បាន SIM 2គឺវានឹងមានលេខ Smartphone ហើយនឹង Cell Card ឥឡូវខ្ញុំបង្ហាញនៅលើ Cell Card របស់ខ្ញុំសិនចុចចូលលើហ្នឹងមកបន្ទាប់មកអ្នកនរគ្នាឃើញពាក្យនេះ Voice and Data ហ្នឹងនេះខ្ញុំបានកំណត់យក 5G រួចហើយវាដាក់ថា 5G Auto ហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាអត់បានកំណត់គាត់ទៅចូលមកក្នុងហ្នឹងមកនេះវាមានជំរឿឲ្យយើងរើសវាមាន 3G 4G 5G on ហើយនិង 5G Auto អញ្ចឹងយើងយក Auto ទៅស្រួលនៅតំបន់ណាដែលអត់មាន 5G វានឹង load មក 4G Auto ឲ្យយើងដើម្បីងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងអ្នកនរគ្នាអញ្ចឹងឥឡូវខ្ញុំចេញមកវិញគាត់តែចុច tick វាប៉ុណ្ណឹងគឺបានហើយឥឡូវខ្ញុំមកមើលនៅលើ Smartphone ម្ដងខ្ញុំចុចលើ Smartphone អញ្ចឹងមកហើយបន្ទាប់មកវាចេញដូចគ្នាអញ្ចឹង Voice and Data អញ្ចឹងអ្នកនរគ្នាចូលមកដូរគឺតម្រង់ដូចនៅលើ Cell Card ដូចគ្នាអញ្ចឹងនៅលើ setting តែមួយហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងបើពេញចិត្តសូមកុំភ្លេចជួយចុច like និង subscribe ផងសូមអរគុណជួបខ្ញុំនៅវីដេអូបន្តទៀតបាយ